កាន់អ្នករាយការណ៍របស់យើងមួយរូបទៀតចេញពីខេត្តបៃលិនវិញម្ដងតើលោកពឿនមានអ្វីជម្រាបជូនទស្សនិកជនព្រឹកនេះសូមអញ្ជើញទឹកនេះខ្ញុំមានព័ត៌មានមួយគឺលោកជំទាវឲ្យបាល់ខេត្តបៃលិនអញ្ជើញបើកវិសាប្រឡងញាប័តប្រជុំសភាទុតិយភូមិឆ្នាំសភា2025-2026បាទចា៎បាទនៅព្រឹកថ្ងៃទី10ខែសីហាឆ្នាំ2026លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនបានអញ្ជើញបើកវិសាប្រឡងញាប័តប្រជុំសភាទុតិយភូមិឬហៅកាត់ថាបាក់លុកសម្រាប់ឆ្នាំសភា2025-2026នៅមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនក្រុងពេទ្យជីវិតបៃលិនស្ថិតនៅក្នុងភូមិអូតពុកក្រោមក្នុងសង្កាត់ទូរវាក្រុងបៃលិនខេត្តបៃលិនក្នុងឱកាសនោះលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលខេត្តបានបង្ហាញអំពីហបវិញ្ញាសាជូនដល់ប្រជាជនប្រឡងធ្វើការពិនិត្យពីភាពបច្ចិតនិងត្រាលើស្រោមប្រធានវិញ្ញាសានៅចំពោះមុខប្រជាជនដើម្បីធានាថាការប្រឡងគឺប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌និងមានតម្លាភាពលោកជំទាវបណ្ឌិតបានស្រីមុំក៏បានប្រាប់ចែលលើកទឹកចិត្តដល់ក្មួយៗដែលជាប្រជាជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អនិងត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពគោរពឲ្យបាននៅបទបញ្ញត្តិបទបញ្ជាទីក្នុងនៃការប្រឡងព្រោះការប្រឡងឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរគឺនីតិវិធីនៃការរៀបចំទាំងអស់មានការប្រុងប្រយ័ត្ននិងតឹងរ៉ឹងបំផុតហើយអ្នកដែលចេះវិជាប់បើតាមរបាយការណ៍របស់លោកសង្ឃធារាប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តបៃលិនបានឲ្យដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា2025-2026នេះគឺប្រព្រឹត្តទៅរយៈពេល2ថ្ងៃគឺចាប់ពីថ្ងៃទី10ថ្ងៃទី11ខែសីហាឆ្នាំ2026មានប្រជាជនប្រឡងចំនួន662នាក់ស្រី386នាក់និងមានស្វ័យរិទ្ធចំនួន43នាក់មាន27បន្ទប់ប្រឡងដោយចែកចេញជា2មណ្ឌលក្នុងនោះមណ្ឌលផ្នែកវិទ្យាសាស្ត្រមានចំនួន5បន្ទប់មានប្រជាជនចំនួន121នាក់ស្រី64នាក់មណ្ឌលផ្នែកវិទ្យាសាស្ត្រសង្គមមាន22បន្ទប់មានប្រជាជនចំនួន541នាក់ស្រី322នាក់សូមបញ្ជាក់ថាអាយដាមទេសរដ្ឋមន្ត្រីជាតិប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបៃលិននិងលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិននិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបានផ្ដល់នៅកន្លែងស្នាក់នៅអាហារ3ពេលនិងមធ្យោបាយធ្វើដំណើរទៅកាន់មណ្ឌលប្រឡងសម្រាប់ប្រជាជនដែលមានទីលំនៅឆ្ងាយព្រមទាំងការផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃនៅតាមទីតាំងដែលបានរៀបចំចំពោះប្រជាជនដែលទទួលបាននីតិល្អឯកឧត្តមនឹងលោកជំទាវនឹងផ្ដល់រង្វាន់លើកទឹកចិត្តព្រមទាំងផ្ដល់អាហារូបករណ៍សម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាអានេះជាព័ត៌មានមួយខ្ញុំបាទសូមបញ្ចប់តែប៉ុណ្ណេះ